ចឹងមកបន្តដំណើររបស់យើងអានេះភាគចុងក្រោយហើយចង់ដឹងថាតើថ្ងៃចុងក្រោយយើងបានដើរលេងនៅកន្លែងណាខ្លះនៅឥណ្ឌូកូរ៉េតោះមកតាមដានទស្សនាវីដេអូនេះជាមួយខ្ញុំអញ្ចឹងគម្រោងបន្ទាប់របស់យើងចេញពីទឹកជ្រោះអូស្ត្រាហ្នឹងគឺយើងចង់ទៅលេងភូមិពូតាំងណាហើយណាមួយយើងចង់ទៅសាកម្ហូបជនជាតិអីនៅក្នុងភូមិហ្នឹងផ្ទាល់ហើយគឺយើងគម្រោងទៅញ៉ាំបាយថ្ងៃត្រង់នៅហ្នឹងដូចគ្នា ប៉ុន្តែពេលទៅដល់គឺឃើញស្ថានភាពផ្លូវចូលភូមិហ្នឹងគឺពិបាកខ្លាំងមែនទែនហើយយើងជិះម៉ូតូយើងល្អិលយើងពិបាកប៉ុណ្ណឹងណាទម្រាំតាឡានមកទៀតហើយមិនដឹងថាពិបាកប៉ុណ្ណាដឹងតែកង់ឡានជេរខ្ញុំងាប់ហ្មងសំណាងដែរដែលយើងមានម៉ូតូមួយហើយ3នាក់ខ្ញុំជិះមកស៊ើបការបានមុនហ្នឹងកុំឲ្យឡានមកជាប់នៅហ្នឹងដល់អញ្ចឹងទៅបញ្ញាបញ្ញាទេទៅខាត់ឡានតន់ហើយក៏ឲ្យពួកគាត់ចូលទៅញ៉ាំបាយនៅក្រុងហើយពួកខ្ញុំក៏ជិះទៅក្រុងវិញបន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់ហើយយើងក៏ទៅលេងភ្នំដោះកមុំណា ដោយសារតែក្នុងមួយចំណោមកន្លែងដើរលេងនៅឥណ្ឌូកូរ៉េហ្នឹងណាភ្នំដោះកមុំấyនៅជិតជាងគេវានៅក្នុងក្រុងណាអញ្ចឹងទុកកន្លែងហ្នឹងពេលល្ងាចទៅដោយសារយើងចេញពីហ្នឹងហើយយើងងាយស្រួលក្នុងការធ្វើដំណើរទៅកន្លែងគេងវិញវានៅជិតហើយបើយើងទៅលេងឥណ្ឌូកូរ៉េយើងទៅអត់ដល់ភ្នំដោះកមុំដូចយើងអត់បានទៅដល់ឥណ្ឌូកូរ៉េអញ្ចឹង ទីតាំងមួយនឹងផងដែរមួយឆ្នាំទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមិនតិចទេបងប្អូនមិនត្រឹមតែប៉ុណ្ណឹងកន្លែងហ្នឹងក៏ជាកន្លែងជាទីសក្ការៈបូជាដ៏សំខាន់ហើយគេចាត់ទុកកន្លែងហ្នឹងជាមណ្ឌលវប្បធម៌របស់ប្រទេសយើងផងដែរហើយជារៀងរាល់ឆ្នាំបងប្អូនជនជាតិដើមភាគតិចដែលគាត់រស់នៅតំបន់ហ្នឹងគាត់តែងតែប្រារព្ធពិធីសែនព្រេនដូចជាសែនកបីស្រាពាងហើយឬក៏ដង្វាយផ្សេងដើម្បីសូមសេចក្តីសុខសប្បាយសុខដុមរមនានៅនឹងផ្ទាល់ណាហើយបើយើងចង់ឡើងទៅមើលទិដ្ឋភាពទីក្រុងសែនមនោរម្យទាំងមូលណាយើងឡើងទៅលើភ្នំដ៏ខ្មុំហ្នឹងយើងអាចមើលឃើញទីក្រុងសែនមនោរម្យបានច្បាស់ខ្លាំងមែនតើចឹងដំណើរកម្សាន្តថ្ងៃទី2របស់យើងត្រូវបានបញ្ចប់ត្រឹមប៉ុណ្្នឹងហើយយើងចេញពីភ្នំដោះកមុំយើងធ្វើដំណើរទៅកន្លែងគេងហើយព្រលឹមឡើងបានយើងធ្វើដំណើរបន្តទៀតនេះគឺយើងទៅភ្នំដងស្នេហ៍បងប្អូនផ្លូវដែលយើងមើលឃើញផ្លូវអក្សរ S ហ៎ ឥឡូវយើងកំពុងតែធ្វើដំណើរឡើងទៅខាងលើកំពូលភ្នំដោយសារវាត្រូវការចំណាយពេលដើរប្រហែលជា5នាទីដែរឡើងទៅលើកំពូលភ្នំហ្នឹងណាដើម្បីយើងមើលឃើញអក្សរ S បានច្បាស់និយាយមែនកន្លែងផ្លូវអក្សរ S ហ្នឹងណាមកប្រហែលដងក៏នៅតែចង់មកដែរពិសេសមកនៅរដូវវស្សាខែភ្លៀងចេះទៀតណាគឺជុំវិញតំបន់ហ្នឹងគឺខៀវស្រងាត់ខ្ចីល្អហ្មង ហើយបន្ទាប់ពីមានអារម្មណ៍ស្រេចហើយáគឺពពកខុសដេដាសពេញហ្នឹងហ្មងហើយស្អាតខ្លាំងហើយបើយើងមើលផ្ទាល់ភ្នែកទៅáគឺត្រជាក់ភ្នែកហ្មងណាបងប្អូនហើយភ្នំដងស្នេហ៍នឹងផងដែរមានទីតាំងស្ថិតនៅក្នុងស្រុកអូររាំងនៅក្នុងខេត្តមណ្ឌលគិរីភ្នំដងស្នេហ៍នឹងមានចម្ងាយប្រហែលជា25គីឡូម៉ែត្រពីក្រុងសែនមនោរម្យណាបងប្អូនហើយចម្ងាយវាបើយើងគិតពីច្រកដាក់ដាំដែលនៅច្រកព្រំដែនកម្ពុជាវៀតណាមហ្នឹងវាមានចម្ងាយប្រហែលជាតែ5គីឡូម៉ែត្រពីហ្នឹងឯង ហើយបរិយាកាសនៅហ្នឹងគឺល្អខ្លាំងមែនទែនបងប្អូនពេលដែលយើងឡើងទៅដល់កំពូលភ្នំដងស្នេហ៍ហ្នឹងគឺវាមានខ្យល់បក់មកល្ហៀកប៉ះខ្លួនប្រាណយើងហើយនៅហ្នឹងគឺស្ងប់ស្ងាត់មែនទែនដែរស័ក្តិសមសម្រាប់ទៅធ្វើពិកនិចជាលក្ខណៈជាគ្រួសារមិត្តភក្តិឬក៏ដៃគូស្នេហាអីអញ្ចឹងណាហើយម្យ៉ាងទៀតនៅហ្នឹងក៏ជាកន្លែងដែលមើលថ្ងៃលិចស្អាតមួយដែរនៅក្នុងខេត្តឥណ្ឌូគិរី ហើយថាទៅនៅនឹងវាមានលក្ខណៈពិសេសអីបើសិនជាយើងនិយាយពីវាលស្មៅអឺនៅទូទាំងឥណ្ឌូកូរ៉េគឺភាគច្រើនសុទ្ធតែសម្បូរវាលស្មៅបែបហ្នឹងឯងប៉ុន្តែអ្វីដែលធ្វើឲ្យនៅលើភ្នំដងស្នេហ៍នឹងមានភាព unique ក្រៅពីវាលស្មៅពណ៌បៃតងខ្ចីហ្នឹងគឺយើងអាចមើលឃើញផ្លូវអក្សរ S ដែលជាលក្ខណៈunique សម្រាប់កន្លែងហ្នឹងផ្ទាល់ ហើយភាគច្រើនអ្នកដែលបានទៅដល់ខេត្តឥណ្ឌូគិរីគឺអត់សូវម្លងកន្លែងហ្នឹងហ្មងឯងព្រោះអីកន្លែងហ្នឹងវាប្រៀបដូចជាកន្លែងតំណាងឲ្យខេត្តមណ្ឌលគិរីមួយដែរបើគេនឹកដល់ឥណ្ឌូគិរីចង់ទៅលេងឥណ្ឌូគិរីកន្លែងដែលគេនឹកឃើញសម័យឃើញមុនគេគឺផ្លូវអក្សរ S ហ្នឹងឯង បងប្អូនទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញធ្លាប់ល្បីល្បាញតំបន់កន្លែងហ្នឹងតាមរយៈបណ្ដាញសង្គម Social Media អីផ្សេងៗហ្នឹងព្រោះអីកន្លែងហ្នឹងគឺសម្បូរគេទៅលេងហើយថតរូបច្រើនខ្លាំងមែនតើហើយជាធម្មតាកន្លែងហ្នឹងបើសិនជាយើងទៅចំថ្ងៃចុងសប្ដាហ៍ឬក៏ថ្ងៃឈប់សម្រាកអីគឺមនុស្សច្រើនខ្លាំងហើយយើងពិបាករកប្លង់ថតរូបថតអីប៉ុន្តែដល់ពេលអានេះពួកខ្ញុំទៅពាក់កណ្ដាលអាទិត្យដល់ពេលអញ្ចឹងទៅនេះគឺកន្លែងហ្នឹងមានតែក្រុមពួកខ្ញុំឯងគឺស្រឡះល្អខ្លាំងមែនទែននិយាយទៅចាប់ប្លង់ថតកន្លែងណាក៏បានដែរ
ហើយវីដេអូរបស់ខ្ញុំនៅឥណ្ឌូគិរី2យប់3ថ្ងៃសូមចប់ត្រឹមប៉ុណ្្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយ